នេះគឺជាកង់ឡានខ្ញុំដែលបែកថ្ងៃមុនគឺថាយ៉ាសាហាវមែនតើឡើងលូកដៃចូលហ្មងឆ្ងល់ថាថៃបានវាអញ្ចឹងនេះជន់បកបើមិនយ៉ាទៅឆ្លៃលេងសិតកម្មអីចឹងខ្ញុំត្រូវជិះកង់សកូមកយ៉ាខ្ចីពីបងវត្តអ្នកជិះឡានដូចគ្នាក្នុងក្រុម Ion មូលហេតុជិះកង់សកូដោយសារចង់ទិញសបកកង់ពីក្រុមហ៊ុនប៉ុន្តែក្រុមហ៊ុនអាស្តុកចឹងត្រូវចាំយូរហើយកង់ឡានអគ្គិសនីមិនគ្រប់សបកកង់ចែកដាក់បានទេពិបាករកខុសពីសបកកង់ឡានធម្មតាខ្ញុំក៏ដាច់ចិត្តសួរបងលៀបថាកបោបខាមិនជឿទេថាគាត់មានសបកកឡាថ្មីមានសម្រាប់ EV ហ្មងចឹងគាត់ថាល្អគាត់ក៏ណែនាំខ្ញុំថាឡានខ្ញុំអាចដាក់សបកកង់ Michelin បានអញ្ចឹងខ្ញុំក៏ចង់ដឹងថាមាន Michelin ណាដែលត្រូវជាមួយនឹងខ្សែរបស់ខ្ញុំអត់ខ្ញុំក៏សួរខាង Michelin ហើយគេក៏ប្រាប់ថាមានគ្រាន់តែខុសគ្នា10 មីលីម៉ែត្រហើយវាអត់ប៉ះពាល់ឲ្យដល់ឡានខ្ញុំទេខ្ញុំអត់ចង់ជិះកង់សកួរយូរពេកទេដោយសារតែពិបាកជិះខ្លាំងមែនតើវាអត់ស្មើគ្នាទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាទៅដូរសបកកង់នៅក្រាស់ឈ្មោះអូនមាសដែលគាត់ជា distributor របស់ Michelin អូខេចាឥឡូវហ្នឹងយើងបានមកដូរសបកកង់ហើយអ្នកទាំងអស់គ្នាគាត់ពងរៀបចំដូរសបកឲ្យហើយនេះគឺសបកដែលយើងនឹងដូរថ្មីបាទគឺ Michelin Primacy 5ហើយមូលហេតុដែលខ្ញុំទិញ Michelin ប្រើដោយសារតែទី1សបកកង់ឡានអគ្គិសនីពិបាករកទិញខ្លាំងមែនតើអ្នកទាំងអស់គ្នាអញ្ចឹងទៅខ្ញុំអាចចាំយូរនៅក្នុងការជិះកង់សកួរបានទេហើយបន្តមកទៀតចៃដន្យអីគឺថា Michelin មានរង្វង់កង់ដូចជាមួយនឹងអាយ៉ានរបស់ខ្ញុំប៉ុន្តែគ្រាន់តែខុសទំហំមិនតិចតួចទេអញ្ចឹងទៅវាដាក់បានហើយមួយទៀតចង់និយាយថា Michelin brand top ណាគេមិនចង់ប្រើថាគាត់អញ្ចឹងខ្ញុំក៏ចង់ប្រើ Michelin ដែរពេលដែលខ្ញុំទិញឡាននេះខ្ញុំថាបើសិនជាខ្ញុំខូចកង់ខ្ញុំនឹងមានកម្រងចង់ដូរទៅប្រើ Michelin ហើយមួយទៀតសបកកង់របស់ Michelin ទាំងអស់គឺអាចដាក់ជាមួយនឹងគ្រប់ឡានអគ្គិសនីបានដោយសារតែសបកកង់របស់ Michelin គឺផលិតមកសម្រាប់ឡានគ្រប់ម៉ាកគ្រប់អីហ្មងប្រហែលជាសបកកង់មួយចំនួនតមានផ្លាក EV បានប្រើជាមួយនឹង EV បានប៉ុន្តែ Michelin មិនបាច់មានផ្លាក EV ក៏ប្រើជាមួយនឹងឡានអគ្គិសនីបានដែរដោយសារតែសបកកង់គេធរទម្ងន់បានធ្ងន់ហើយឡានអគ្គិសនីមានអគុយត្រូវធរទម្ងន់ធ្ងន់មួយទៀតជួយកាត់បន្ថយជាមួយនឹងសលេងរំខានធម្មតាអ្នកជិះឡាន EV ចង់បានឡានតែស្ងាត់ឡានអគ្គិសនីម៉ូទ័រវារង្វិលជុំខ្លាំងមែនតើអ្នកទាំងអស់គ្នាបើសិនជាកង់ឡានធម្មតាអត់អាចដាក់មួយឡានអគ្គិសនីបានទេព្រោះវាឆាប់សឹកប៉ុន្តែ Michelin ខ្ញុំនិយាយមែនសបកកង់ហ្នឹងប្រើបាន2ដល់10ឆ្នាំហើយគេធានា6ឆ្នាំទៀតអញ្ចឹងបើសិនជាអត់ដូរវាមានតែចម្លែកត្រូវហើយឥឡូវយើងកំពុងតែត្រូវការអញ្ចឹងយើងដូរឲ្យហើយតែម្ដងមិនបាច់ចាំយូរយើងមើលទៅឃើញថាជាងរបស់ពួកគាត់ professional តែម្ដងអ្នកទាំងអស់គ្នាចាប់កង់ចាស់ចេញដាក់កង់ថ្មីចូលហើយគាត់ថ្លឹងកង់ថ្លឹងឲ្យយើងមកសេតហើយបន្ទាប់មកគាត់យកកង់ហ្នឹងយកទៅចាប់ដាក់នៅកន្លែងឡានរបស់យើងឲ្យយើងវិញហើយតកែក្រាស់ហ្នឹងគឺគាត់ពិតជា friendly ខ្លាំងមែនតើអ្នកទាំងអស់គ្នាពេលដូរកង់ហើយគាត់បានបាញ់ spray ឲ្យកង់ហ្នឹងកាន់តែភ្លឺស្អាតទៀតល្បីថាកង់ Michelin បើដាក់មួយឡានសាំងគឺសំចៃសាំងអញ្ចឹងចាំមើលដាក់មួយឡានអគ្គិសនីសំចៃអគ្គិសនីដែរអត់អូខេអញ្ចឹងឥឡូវនេះយើងដូរកង់ហើយអស់ហើយយើងមកមើលកង់ថ្មីរបស់យើងទាំងអស់គ្នាបាទគឺយើងបានកង់ថ្មីរបស់យើងហើយគឺ Michelin Primacy 5កង់នេះគឺពី25 50R 18អញ្ចឹងចាំមើលថាតើយើងជិះទៅជាយ៉ាងណាអីយ៉ាងណីដែរចឹងកុំភ្លេចតាមដានទស្សនាវីដេអូបន្តខ្ញុំនឹងចែកម្លែកបទពិសោធន៍ខ្ញុំបន្ទាប់ពីការជិះកង់ហ្នឹងហើយអញ្ចឹងឥឡូវតោះយើងទៅផ្ទះជាមួយគ្នាអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាមានចម្ងល់អីអាចសួរនៅក្នុង comment បានណាខ្ញុំនឹងឆ្លើយនៅអីដែលខ្ញុំដឹងអូខេបាយបាយជួបគ្នាវីដេអូមួយទៀត